ខ្ញុំអត់ចង់ឃើញបងប្អូនពលករកូរ៉េនិងបងប្អូនដែលចេញរកស៊ីថ្មីត្រូវគេបោកហើយរកស៊ីខ្លីដៃខ្លីជើងដូចសម័យមុនណាសម័យនេះខ្ញុំចង់ឃើញការរកស៊ីខ្មែររបស់យើងគឺតម្រង់ទិសទៅលើវិជាសាស្ត្រពាណិជ្ជកម្មផែនការអាជីវកម្មនិងការវាស់ទិន្នន័យនិងសេដ្ឋកិច្ចទីផ្សារការដាក់ដើមទុនឲ្យត្រូវជាពិសេសការធ្វើ digital ឲ្យត្រូវនៅក្នុងការធ្វើ business ខ្លួនឯងបានហើយធានាបានថាពេលដែលយើងធ្វើត្រូវទៅ timeline របស់យើងអាចបង្កើតដើមទុនហើយពង្រីកពហុវិស័យលើ business របស់យើងតាំងពីការរកស៊ីមួយរហូតដល់ការរកស៊ីទៅជា business ក្រុមអូខេបងប្អូនទាំងអស់គ្នាខ្ញុំមាន2រឿងជួយបងប្អូនទាំងអស់គ្នាទី1សំខាន់គឺខ្ញុំចាប់ដើមទទួលសោះវិញហើយបង្រៀននេះគឺងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាមកគឺបង្រៀនតាម online ទេយើងរៀនជាមួយគ្នារៀងរាល់ថ្ងៃសុក្រចូលម៉ោង6ល្ងាចទៅដល់ម៉ោង8នឹង live ផ្ទាល់តែម្ដងហើយការបង្រៀននោះខ្ញុំ select មេរៀនដែលល្អជួយបងប្អូនទាំងអស់គ្នាតាំងពីការ set up business រហូតដល់ marketing sale ការធ្វើ business ផែនការអាជីវកម្មក៏នៅក្នុងនឹងដែរការធ្វើផែនការហិរញ្ញវត្ថុនីតិវិធីក្នុងការពង្រីកដើមទុនក៏នៅក្នុងនឹងដែរអញ្ចឹងនេះរឿងទី1 complete ចោះឈ្មោះរៀនជាមួយខ្ញុំហើយតាម online ហើយនៅក្នុងអំឡុងពេលជុំវិញពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងក៏យើងមាន review មេរៀនជាមួយគ្នាដែរហើយធ្វើជាវីដេអូតម្លាក់ជូនបងប្អូនទាំងអស់គ្នាផងដែរក្រៅពីការ live ផ្ទាល់រឿងទី2នៅក្នុងសាច់ការបង្រៀននោះមិនមែនមានតែខ្ញុំម្នាក់ឯងទេគឺដៃគូអាជីវកម្មរបស់ខ្ញុំស្ទើរគ្រប់វិស័យហើយដែលធ្វើជាស្ពានចម្លងហើយចាក់ business ចូលនៅក្នុងតែម្ដងដើម្បីឲ្យបងប្អូនងាយ pilot គេថាងាយ pilot ងាយសាកល្បងហើយយ៉ាងណាការសាកល្បងអាជីវកម្មនោះវាគឺយក model ហ្នឹងយកមក apply ជាមួយការធ្វើផែនការអាជីវកម្មមិនមែនទៅប្រមូលលុយដើមទុនស្អីណាអត់មានទេដើម្បីឲ្យបងប្អូនដឹងថាអូខ្ញុំចេញទៅវិស័យនេះខ្ញុំចេញទៅវិស័យនេះចេញទៅវិស័យនេះហើយការរកស៊ីវាអញ្ចឹងអញ្ចឹងនោះគឺជាការគាត់ចូលរួមជាមួយយើង business ទាំងអស់នេះគេចូលរួមជាមួយយើងដើម្បីធានាបានថាកម្មវិធីបណ្ដុះបណ្ដាលនេះពិតជាប្រសិទ្ធភាពហើយចូលរួមជាផ្នែកមួយជួយ SME បន្តវេននៅក្នុងស្រុករបស់យើងអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចចុះឈ្មោះរៀនជាមួយខ្ញុំហើយជាពិសេសបងប្អូនគ្រប់មជ្ឈដ្ឋានអាចចុះឈ្មោះរៀនបានដោយសេរីអរគុណចា៎